គុណម្ចាស់ហើយនឹងញាតិញោមធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាជីវិតនេះហាក់ដូចជាពោរពេញទៅដោយការឈឺចាប់ហើយហេតុអ្វីបានជាយើងមានផ្ទះនៅមានបាយញ៉ាំមានគ្រួសារប៉ុន្តែចិត្តរបស់យើងណានៅតែមិនស្ងប់អញ្ចឹងយើងនៅតែខ្វល់ខ្វាយហើយនៅតែទុយចិត្តអញ្ចឹងយើងតែងតែព្យាយាមរកសុភមង្គលយើងតែងតែគិតថាបើយើងមានលុយច្រើនជាងនេះបើយើងមានគេស្រឡាញ់ច្រើនជាងនេះយើងនឹងអស់ទុក្ខប៉ុន្តែនៅពេលដែលយើងបានរបស់ទាំងនោះមកហើយមួយសន្ទុះក្រោយមកទុកក៏ត្រឡប់មកវិញដដែលណាមកដដែលអញ្ចឹងតើអ្វីទៅជាឫសគល់នៃទុកនឹងពិតប្រាកដហើយព្រះសម្មាសម្ពុទ្ធទ្រង់មិនបានបង្រៀនយើងឲ្យរត់គេចពីទុកនោះទេតែទ្រង់បង្រៀនឲ្យយើងស្គាល់មុខរបស់វាស្គាល់មុខរបស់វាព្រោះអីព្រោះកាលណាយើងរកឃើញថាអូបន្លានៅចិត្តត្រង់ណាយើងនឹងអាចដកវានេះចេញបានពីត្រង់នោះអញ្ចឹងថ្ងៃនេះផងដែរថាខ្ញុំកណ្ណាស្មារតីនឹងបកស្រាយបំភ្លឺទាំងអញ្ចឹងឥឡូវនេះទីទៀតហ្នឹងយើងនឹងបកស្រាយបំភ្លឺទាំងអស់គ្នាអំពីប្រភពនៃទុក្ខសោកហើយនឹងសិល្បៈនៃការដោះលែងណាសិល្បៈបែបណាដើម្បីធ្វើការដោះលែងចេញហើយមនុស្សភាគច្រើនយល់ច្រឡំថាអូគេកាត់ទុកព្រោះអ្នកដទៃខ្ញុំទុកព្រោះកូនមិនស្ដាប់បង្គាប់ខ្ញុំទុកព្រោះគេនិយាយដើមខ្ញុំទុកព្រោះអាកាសធាតុក្តៅពេកប៉ុន្តែគុណម្ចាស់ញាតិញោមសាកពិចារណាមើលក្នុងពេលដែលមេឃភ្លៀងអ្នកខ្លះកាត់ទុកព្រោះអីព្រោះខោមិនស្ងួតប៉ុន្តែអ្នកខ្លះទៀតសប្បាយចិត្តព្រោះអីព្រោះទៅជិះស្រួលហើយភ្លៀងតែមួយទេមេឃតែមួយទេចុះហេតុអ្វីបានជាអារម្មណ៍មនុស្សខុសគ្នាហើយនេះក៏សពបញ្ជាក់ថាទុកមិនមែនពីដំណក់ភ្លៀងនោះទេទុកឲ្យគេមកពីចិត្តដែលមិនព្រមទទួលយកការពិតរបស់យើងនឹងឯងហើយបើយើងកាត់ទុកព្រោះចង់ឲ្យអ្វីៗគ្រប់យ៉ាងដែរតាមបំណងរបស់យើងហើយយើងចង់ឲ្យមនុស្សដែលយើងស្រឡាញ់នៅក្មេងជារៀងរហូតឬក៏ទៀងដែលការពិតគេត្រូវចាស់យើងចង់ឲ្យគេល្អដាក់យើងជារៀងរហូតឬក៏ទៀងដែលចិត្តមនុស្សតែងតែប្រែប្រួលការចង់បានអ្វីដែលពីធម្មជាតិនេះហើយគឺជាភ្លើងដែលដុតយើងរាល់ថ្ងៃនឹងឯងណាដុតយើងរាល់ថ្ងៃដើម្បីឲ្យកាន់តែយល់ដើម្បីឲ្យកាន់តែងាយយល់សូមគុណម្ចាស់ញាតិញោមស្ដាប់រឿងនិទានប្រៀបធៀបមួយណាស្មារតីនៅយកមកបង្ហាញមកបកស្រាយអំពីរបៀបដែលព្រានប្រែចាប់សត្វស្វាណាហ្នឹងហើយព្រានប្រែចាប់សត្វស្វាហើយនៅតាមតំបន់ខ្លះព្រានប្រែមិនចាំបាច់ប្រើទ្រុងឬក៏កំភ្លើងដើម្បីចាប់ស្វានោះទេគាត់គ្រាន់តែយកផ្លែដូងមួយមកចោះរួនតូចមួយណាតាមរួនតូចមួយទេល្មមតែស្វាយលូកបានដែលស្វាយលូកចូលបានណាបើទៅមកទៀតគាត់ក៏ដាក់នំផ្អែមណាឬក៏គ្រាន់តែដាក់សណ្ដែកចូលទៅក្នុងផ្លែដូងនោះរួចហើយយកផ្លែនោះទៅចង់ជប់នឹងដើមឈើនឹងហើយមួយស្ទុះមកក្រោយមកពេលស្វាមកដល់វាធំក្លិននំណាវាសប្បាយចិត្តហើយវាក៏លូកដៃចូលទៅក្នុងរុននោះរុនដូងនឹងណាហើយក៏ក្តាប់យកនំនោះពីដៃអញ្ចឹងទៅហើយបញ្ហាកើតឡើងនៅពេលដែលវាចង់ដកដៃចេញដាក់ចូលទៅអត់អីទេប៉ុន្តែបញ្ហាគឺកើតឡើងនៅពេលដកដៃចេញដោយសារតែដៃរបស់វាកំពុងតែក្តាប់នំនៅក្នុងដៃស្វាណានៅក្នុងដៃរបស់វាហើយវាកំពុងតែក្តាប់នំជិបជាកណ្ដាប់ដៃរបស់វាណាហើយក៏វាដកថយវាដកដៃចេញពីរុនគឺអត់រួចនោះទេណាមិនរួចនោះទេហើយរុននោះតូចល្មមទេតែដៃដែលលាតតដាងប៉ុនដៃលាតតដាងតែប៉ុណ្ណោះហើយបើក្តាប់ដៃគឺមិនក៏មិនដករួចនោះទេដោយសារតែដៃកំពុងតែក្តាប់នំជាមានថាអីគេដោយសារតែព្រាមព្រៃដើរមកដល់ពេលនោះស្វានោះក៏ភ្លេចសន់ស្លោណាភ្លេចសន់ស្លោហើយវាព្យាយាមរឹបបំរាស់ឲ្យសាច់យំឲ្យសាច់យំតែវានៅតែមិនរត់មិនរួចនោះទេហើយសូមគុំចេញញោមសាកគិតមើលតើអ្វីដែលគុំខៀងស្វានោះតើផ្លែដូងមែនឬក៏យ៉ាងណាឬក៏ព្រាមព្រៃចម្លែកដូចជាមិនមែនទេអ្វីដែលខាត់គុំខៀងពិតប្រាកដគឺចិត្តដែលមិនព្រមលែងរបស់វានោះឯងគ្រាន់តែវាព្រមលែងនំនៅក្នុងដៃភ្លាមហើយគ្រាន់តែវាលាបដៃវានឹងមានសេរីភាពភ្លាមណាដោយសារតែវាក្តាប់ដៃនំណាបើសិនលាបដៃអត់មានបញ្ហាអីទេប៉ុន្តែដោយសារតែតណ្ហាមានតែការចង់បានខ្លាំងវាសុខចិត្តស្លាប់នឹងទៅក៏មិនព្រមលែងនំនោះដែរអញ្ចឹងយើងទាំងអស់គ្នាក៏មិនខុសពីស្វាមួយក្បាលនោះដែរណាយើងកំពុងតែក្តាប់ទុកនៅក្នុងចិត្តនៅក្នុងដៃប៉ុន្តែយើងបែរជាស្រែកថាអូហេតុអ្វីខ្ញុំគ្មានសេរីភាពហេតុអ្វីខ្ញុំហត់ម្លេះហើយក៏មាន3ចំណុចផងដែរនំនោះអាចប្រៀបបានទៅនឹងអតីតកាលរឿងដែលហួសទៅហើយគេធ្វើឲ្យយើងតាំងពី10ឆ្នាំមុននោះហើយយើងនឹងតែក្តាប់វាយកមកនឹកឃើញឬក៏ឈឺចាប់ហើយនំនោះអាចប្រៀបបានទៅនឹងកំហឹងយើងខឹងគេយើងចង់ឈ្នះគេយើងក្តាប់កំហឹងនោះជាប់
បំព្រមអត់ទោសហើយនំនោះអាចប្រៀបបានទៅនឹងមនុស្សដែលគេមិនស្រឡាញ់យើងនៅតែជាយើងផ្ដាប់គេទុកទាំងដែលគេចង់ទៅហើយណាហើយព្រះពុទ្ធតែទ្រង់ត្រាស់ថាឧបាទានណាឬក៏ជាភាសាបាលីប៉ុន្តែបើសិនជាភាសាខ្មែរឬក៏ការប្រកាន់មុំឬក៏ជាហេតុនៃទុកយើងទុកព្រោះយើងក្តាប់មែនអត់យើងក្តាប់ព្រោះយើងខ្លាចបាត់បង់ប៉ុន្តែយើងភ្លេចគិតថាដែលក្តាប់ជាប់ណាគឺជាដែលមិនអាចចាប់យកអ្វីថ្មីបានធ្វើថ្មីតទៅមុខបាននោះទេអញ្ចឹងចោះយើងធ្វើមិនទៅយើងអាចឡើងបានព្រះពុទ្ធមិនបានបង្រៀនឲ្យយើងបោះបង់ជីវិតឬក៏ឡើងខ្វល់ខ្វាយពីអ្វីទាំងអស់នោះទេការឡើងក្នុងផ្លូវធម៌មានន័យថាធ្វើឲ្យអស់ពីសមត្ថភាពហើយមិនទុយចិត្តនឹងលទ្ធផលឧបមាថាញាតិញោមលើកកែវទឹកមួយមែនអត់បើកាន់មូលនិធិអីវាមិនធ្ងន់ទេមូលនិធិទេគឺរយៈពេលខ្លីតែបើយើងកាន់1ម៉ោងអូចាប់ដើមរួយដៃចាប់ដើមរួយទៅហើយចាប់ដើមស្ពូណាហើយតែបើកាន់មួយថ្ងៃវិញអូប្រកបជាស្ពឹកណារោដល់ថ្នាក់ពិការក៏ថាបានហើយពួកអីវាកាន់មួយថ្ងៃណាហើយទងន់កាយទឹកនៅដដែលទេអត់មានប្រែប្រួលទាំងកាយទឹកនៅដដែលប៉ុន្តែរយៈពេលដែលយើងកាន់ណាកាន់តែយូរវាកាន់តែធ្ងន់ណាកាន់តែយូរកាន់តែធ្ងន់ហើយដើម្បីនេះគឺជាវិធីរបស់ទុកគឺគ្រាន់តែយើងដាក់កែវទឹកនោះចុះជាធម្មតាណាដើម្បីឲ្យយើងរបស់ទុកចេញហើយរឿងដែលកាត់ឡើងហើយឲ្យវាកន្លងផុតទៅណាឲ្យវាកន្លងផុតទៅចោះហើយរឿងដែលមិនទាន់កាត់ឡើងកុំទាន់ទៅបារម្ភអីនៅជាមួយបច្ចុប្បន្នធម្មតាសិនហើយមួយទៀតយើងត្រូវធ្វើមើលចាត់ដង្ហើមរបស់យើងដកដង្ហើមចេញចូលណាដកដង្ហើមចេញចូលដឹងថាដូចតែមានសុខសប្បាយរីករាយសេចក្តីសុខហើយយើងដកដង្ហើមចេញមិនថាដកដង្ហើមចូលដឹងថាអូមានសេចក្តីសុខហើយពេលយើងដកដង្ហើមចេញលែងរឿងរ៉ាវក្នុងចិត្តចោលអស់ទៅណាហើយនៅពេលដែលញោមគុណម្ចាស់ហ៊ានលែងវាណាដៃរបស់ញោមហ្នឹងទៅទេស្អាតអត់មានអីនោះទេហើយទៅទេហើយដល់ទៅទេស្អាតនឹងហើយដែលអាចទទួលយកសេចក្តីសុខថ្មីបានយ៉ាងពេញលេញបានយ៉ាងបបោណាហើយជាទីបញ្ចប់សូមគុណម្ចាស់ញោមពិចារណាគ្មាននរណាអាចធ្វើឲ្យយើងកាត់ទុកបានទេបើយើងមិនអនុញ្ញាតហើយក៏គ្មាននរណាម្នាក់អាចផ្ដល់សេរីភាពឲ្យយើងបានដែរក្រៅពីចិត្តរបស់ខ្លួនយើងអញ្ចឹងយើងសូមសាកល្បងលាតដៃរបស់យើងញាតិញោមគុណម្ចាស់ខ្លួនឯងមើលអញ្ចឹងយើងសួរថាតើមានអ្វីដែលញាតិញោមគុណម្ចាស់ក្តាប់ជាប់ហើយធ្វើឲ្យហត់នឿយដែរទេអញ្ចឹងណាសួរខ្លួនឯងណាហើយបើមានសូមដាក់វាចុះនៅថ្ងៃនេះឲ្យហើយណាកុំទុកខែឬក៏ខាន់ស្អែកឬក៏រប់ខែរប់ឆ្នាំអីទៅអញ្ចឹងសេចក្តីសុខមិនមែននៅទីណាឆ្ងាយទេអត់មាននៅផ្ទះណាណាគឺនៅក្នុងកន្លែងដែលយើងចេះមិនថាគឺនៅត្រង់កន្លែងដែលយើងចេះស្កប់ស្កល់យើងចេះលេងនឹងឯងហើយសូមអនុមោទនាសូមឲ្យគ្រប់គ្នារួចទុក្ខរំដោះពីទុក្ខទាំងពួង